はい皆さんこんにちはហើយសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ Channel Houdini ទាំងអស់គ្នាអញ្ចឹងជួបជាមួយខ្ញុំបាទវណ្ណាហើយអញ្ចឹងថ្ងៃនេះផងដែរយើងមានវីដេអូព្យញ្ជនៈភាសាជប៉ុនហើយកម្រិតដំបូងណាតពីវីដេអូថ្ងៃមុនអញ្ចឹងថ្ងៃមុនយើងរៀនបានដល់ព្យញ្ជនៈសំឡេងអក្សរ no ឬក៏សំឡេងអក្សរ no ណាមាន nani no ne no អញ្ចឹងសម្រាប់ថ្ងៃនេះយើងចូលមកកាន់ជួរអក្សរ h វិញម្ដងហើយតោះចឹងឲ្យខាត់ពេលយូរយើងចូលមកកាន់អក្សរទី1ទាំងអស់គ្នាហើយអញ្ចឹងសម្រាប់តួអក្សរនេះគឺជាតួអក្សរទី1នៃជួរអក្សរ ហហើយគឺអក្សរហណាអក្សរហហើយអញ្ចឹងអក្សរហមាន3គំនូសហើយអញ្ចឹងយើងមើលពីរបៀបសរសេរខាងស្ដាំដៃនេះបងប្អូនគ្នាហើយទី1 ichi ហើយបន្តមកទៀត2 3ហើយណាមាន3គំនូសម្ដងទៀត ichi 2 3ហើយម្ដងទៀត ichi 2 3ហើយណាអញ្ចឹងមាន3គំនូសបាទអក្សរនេះគឺមាន3គំនូសហើយអញ្ចឹងការគូសវាគឺស្រដៀងជាមួយនឹងអក្សរ i ណាហើយឬក៏អក្សរ ke ហើយបើវាស្រដៀងជាងគេគឺអក្សរ ke ហើយអក្សរ ke គឺយើងគូសពីលើចុះមកក្រោមត្រង់គំនូសទី3ណាដល់ពេលអក្សរហនេះយើងគូសពីលើហើយចុះមកក្រោមគឺគួចណាបន្ទាប់ពីគួចហើយគឺយើងឈប់ហើយណាលើផ្នែកខាងក្រោមនេះហើយអញ្ចឹងពាក្យដែលផ្ដើមចេញពីអក្សរហហើយគឺហណៈបកប្រែថាផ្កាណាហណៈបកប្រែថាផ្កាហើយតោះអញ្ចឹងយើងចូលមកកាន់អក្សរបន្ទាប់ហើយគឺអក្សរហិណាហិហើយអញ្ចឹងយើងមើលរបៀបសរសេរខាងស្ដាំដៃទាំងអស់គ្នាតោះ ichi ហើយ ichi ហើយអញ្ចឹងអក្សរនេះមានតែមួយគំនូសទេណាយើងគូសអត់ដកដៃទេហើយសូមមើលម្ដងទៀត ichi ហើយណាម្ដងទៀត ichi ហើយអញ្ចឹងអក្សរនេះយើងមើលពីលើចុះមកក្រោមមកទម្រង់របស់វាគឺរាងត្រេតណាត្រេតហ្នឹងគឺត្រេតមកផ្នែកខាងឆ្វេងណាចំហរបស់អក្សរវាគឺត្រេតមកផ្នែកខាងឆ្វេងហើយអញ្ចឹងអក្សរដែលផ្ដើមដោយអក្សរនេះហើយគឺហិទទេហ្នឹងហើយហិមួយម៉ាត់ហ្នឹងក៏មានជាពាក្យដែរណាបកប្រែថាភ្លើងហិភ្លើងហើយអញ្ចឹងបន្ទាប់ពីអក្សរហិយើងចូលដល់អក្សរមួយទៀតក៏ប៉ុន្តែអក្សរហ្នឹងអត់អានទៅជាសំឡេងហទេអានលក្ខណៈពិសេសតិចគឺអានសំឡេង ហ្វហើយខ្យល់ ហ្វអញ្ចឹងគឺយ៉ាងថាអក្សរ ហ្វហើយអក្សរ ហ្វណាហើយអក្សរ ហ្វណាហើយអញ្ចឹងក្នុងមួយជួរអក្សរហហ្នឹងគឺមានសំឡេងអក្សរមួយគឺយើងអានខុសគេគឺអានថា ហ្វហើយណាអញ្ចឹងអក្សរនេះមាន4គំនូសហើយអាចថារៀងពិបាកសរសេរបន្តិចណាហើយអញ្ចឹងយើងមើលពីរបៀបសរសេរទាំងអស់គ្នាហើយទី1 ichi ណា2 3 4ណាហើយម្ដងទៀត ichi 2 3 4ណាហើយបាទអញ្ចឹងអក្សរហ្នឹងគឺវារៀងលក្ខណៈដូចត្រីកោណណាបើយើងមើលពីចំហរបស់វាណាហើយលក្ខណៈត្រីកោណហើយអញ្ចឹងមាន4គំនូសហើយពាក្យដែលផ្ដើមចេញពីអក្សរ ហ្វគឺ ហ្វឹកណាហ្វឹកបកប្រែថាក៏អាវឬក៏សម្លៀកបំពាក់ក៏បានដែរណាហើយអញ្ចឹងបន្ទាប់ពីអក្សរ ហ្វយើងចូលទៅកាន់អក្សរបន្ទាប់វិលត្រឡប់មកសំឡេងដើមវិញហើយគឺសំឡេងអក្សរ ហហើយគឺអក្សរហិណាហិហើយហិនេះគឺស្រួលសរសេរមានតែមួយគំនូសទេហើយឥឡូវយើងមើលរបៀបសរសេរហើយណាទី1 ichi ហើយម្ដងទៀត ichi ហើយណាម្ដងទៀត ichi ហើយអញ្ចឹងគឺថាស្រួលសរសេរមែនតើហើយមានមួយគំនូសណាហើយអញ្ចឹងត្រង់ផ្នែកខាងក្រៅផ្នែកខាងចុងគេគឺឈប់ធំមេរឹណាហើយអញ្ចឹងពាក្យដែលផ្ដើមចេញពីអក្សរហិគឺមានហេយៈណាហេយៈបកប្រែថាបន្ទប់ហើយបន្ទប់ណាហេយៈហើយអញ្ចឹងចូលទៅកាន់អក្សរចុងក្រោយនៃជួរសំឡេងអក្សរហគឺអក្សរហហើយអក្សរហគឺដូចជាមួយនឹងហើយនឹងអក្សរហដែរហើយខុសគ្នាត្រង់ថាហមានមួយគំនូសហើយតែហនេះគឺមាន2គំនូសហើ
ហើយពីគំនូត្រង់ណាគឺគំនូផ្នែកគូសហើយពីឆ្វេងទៅស្ដាំណាឥឡូវយើងមើលពីរបៀបសរសេរទាំងអស់គ្នាហើយទី1ណា1ហើយ2 3 4ណាម្ដងទៀត1ហើយ2 3 4ណាហើយអញ្ចឹងគឺអត់ពិបាកសរសេរទេហើយគឺស្រួលសរសេរហើយដូចអក្សរហាក់ដែរគឺគ្រាន់តែផ្នែកខាងលើនេះមាន2គំនូសណាហើយអញ្ចឹងពាក្យដែលផ្ដើមដោយអក្សរហុមានហុកូរិហុកូរិបកប្រែថាធូលីណាធូលីហុកូរិហើយធូលីណាហើយអញ្ចឹងថ្ងៃនេះគឺយើងរៀនដូចរាល់ដងរៀនតែ5អក្សរទេហើយមានហៈហ៊ីហ្វឹហេហុហើយណាយើងមើលឡើងវិញពីហៈមកហើយនេះគឺជាតួអក្សរហៈហើយមាន3គំនូសហើយនេះគឺជាតួអក្សរហ៊ីហើយមាន1គំនូសហើយនេះគឺជាតួអក្សរហ្វឹមាន3គំនូសសំទោសមាន4គំនូសហើយនេះគឺជាអក្សរហេមាន1គំនូសហើយចុងក្រោយនេះគឺជាអក្សរហុហើយមាន4គំនូសណាហើយអញ្ចឹងនៅសល់ប្រហែលជា10-20អីទៀតនឹងចប់តារាងគោលនៃអក្សរហីរ៉ាកាណាណាហើយអញ្ចឹងឥឡូវយើងមកមើលតួតារាងអក្សរហីរ៉ាកាណាហើយតារាងគោលហើយតោះអញ្ចឹងចាប់ពីស្រៈមកហើយមកដល់ហុនេះវាមានចំនួន30ហើយអញ្ចឹងមានអ៊ីអូស្រៈណាតមកជួកសៈតនៈហៈណាគឺបូកចូលគ្នាទៅយើងរៀនបាន30តួអក្សរហើយណាអញ្ចឹងនៅវីដេអូបន្ទាប់យើងនឹងរៀនជួអក្សរម៉ូហើយឬក៏យើងម៉ណាដែលអង់គ្លេសស្មើនឹង m ហើយមានម៉ាក់មីមឺម៉ែម៉កហើយណាអញ្ចឹងថ្ងៃនេះយើងបញ្ចប់ត្រឹមអក្សរហុហើយអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្ទាប់អក្សរជួអក្សរម៉ាក់ណាហើយអូខេអញ្ចឹងសូមអរគុណអ្នកនរគ្នារងចាំវីដេអូបន្ទាប់ទាំងអស់គ្នាណាហើយ